大家好សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះពួកយើងមករៀនប្រយោគចិនខ្លីៗទាំងអស់គ្នាបាទជាងកុំឲ្យខាតពេលយូរតោះចាប់ផ្ដើមទាំងអស់គ្នាប្រយោគទី1នីហៅម៉ានីហៅម៉ាយើងប្រែថាអ្នកសុខសប្បាយទេបាទបន្តទៀត我很好谢谢ប្រែថាខ្ញុំសុខសប្បាយអរគុណបាទបន្តទៀត3你叫什么名字យើងប្រែថាតើអ្នកឈ្មោះអ្វីបាទបន្តទៀត4我来自柬埔寨យើងប្រែថាក្នុងមកពីកម្ពុជាបាទបន្តទៀត5这个多少钱យើងប្រែថាតើមួយនេះតម្លៃប៉ុន្មានបាទបន្តទៀត6我想学习中文យើងប្រែថាខ្ញុំចង់រៀនភាសាចិនបាទបន្តទៀត7请慢一点请慢一点យើងប្រែថាសូមយឺតបន្តិចបាទបន្តទៀត8我听不懂我听不懂យើងប្រែថាខ្ញុំស្ដាប់មិនយល់ទេ9可以帮我吗可以帮我吗យើងប្រែថាអាចជួយខ្ញុំបានទេបាទបន្តទៀត10没关系没关系យើងប្រែថាមិនអីទេចឹងប្រយោគយើងបានដល់ទីបញ្ចប់ហើយវីដេអូក្រោយជួបគ្នាហើយដើម្បីទទួលបានវីដេអូថ្មីកុំភ្លេច follow ម្នាក់មួយផងបាយបាយ